សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយចំនួន$45 លានដល់កម្ពុជានិងថៃដើម្បីដោះស្រាយបញ្ហាព្រំដែននៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធ Zoom នារសៀលថ្ងៃទី9 ខែមករា ឆ្នាំ2026 លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានប្រកាសជាផ្លូវការនៅកញ្ចប់ជំនួយសរុបចំនួន$45 លានសហរដ្ឋអាមេរិកសម្រាប់ផ្ដល់ជូនប្រទេសកម្ពុជានិងថៃក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរជាក់ស្ដែងបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានប្រកាសនាល្ងាចថ្ងៃទី9 ខែមករានេះថាលោក Michael DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន$45 លានសហរដ្ឋអាមេរិកដល់ប្រទេសថៃនិងកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនដោយក្នុងនោះថវិកាចំនួន$15 លាននឹងត្រូវប្រើប្រាស់លើការធ្វើឲ្យមានស្ថិរភាពនៅតំបន់ព្រំដែននិងជួយដល់ជនភៀសសឹកហើយថវិកាចំនួន$10 លានសម្រាប់ការដោះមីននិងថវិកាចំនួន$20 លានសម្រាប់ការងារប្រឆាំងនឹងការឆបបោកតាមអនឡាញជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតសូមអរគុណសូមជម្រាបលា